ចង់សម្ភាសជាប់កុំចាញ់ច្រាបអ្នកសម្ភាសចង់ឲ្យការសម្ភាសមានភាគរយច្រើនជាប់ត្រូវមានប្រមាណចំណុចនេះទី1ការស្លៀកពាក់សូមស្លៀកពាក់បែប professional មើលទៅភ្លឹងស្អាត clean អត់មានអីអាញ៉ៃញ៉ៃពណ៌អាចមួយពណ៌ឬក៏ពីរពណ៌នៅលើខ្លួនរបស់យើងបានហើយកុំពណ៌ច្រើនពេកឬក៏ពណ៌ឆាត់ពេកសូមពណ៌បែបស្រាលហើយដាច់ខាតអត់មានស្លៀកពាក់ឈុតបែបដើរលេងអាវកលុងខុងខោខ្លីកប់កលៀនពាក់ស្បែកជើងផ្ទាត់ទៅសម្ភាសណាអត់ត្រូវទេមើលទៅយើងអត់ឲ្យតម្លៃក្រុមហ៊ុនដែលយើងទៅសម្ភាសនោះហើយតិចថាខ្ញុំនិយាយចឹងអត់ជឿខ្ញុំជួបច្រើនហើយអ្នកដែលទៅសម្ភាសពាក់អាវកលុងខុងខោខ្លីកប់កលៀនស្បែកជើងផ្ទាត់ចំណុចខ្លះយើងនិយាយទៅស្ដាប់ទៅវាអត់សមប៉ុន្តែត្រូវតែនិយាយបើសិនជាអត់ប្រាប់ថាអានឹងជាកំហុសទេគាត់អត់ដឹងថាត្រូវធ្វើបែបម៉េចទេចំពោះសម្លៀកបំពាក់ដូចគ្នាវាក៏អាស្រ័យទៅលើមុខងារដែលយើងដាក់ពាក្យទៅដែរជាមុខងារបែបណាអាចនឹងរើសសម្លៀកបំពាក់ឲ្យត្រូវតាមមុខងារដែលយើងដាក់ពាក្យនោះដែរមិនមែនចាំបាច់តតែ professional គ្រប់ពេលនោះទេប៉ុន្តែពេលខ្លះក៏យើងអាចបែបនារីសម័យថ្មីរៀងកាត់ទៅខ្ជូនបន្តិចអីបន្តិចដូចគ្នានិយាយរួមឲ្យតែមើលទៅ clean ទី2ជាការរៀបចំខ្លួនដែរប៉ុន្តែសំដៅទៅលើការផាត់មុខក្លិនមាត់ក្លិនក្លៀកក្លិនខ្លួនការផាត់មុខទៅសម្ភាសមិនចាំបាច់ផាត់អីខ្លាំងពេកក្រាស់ពេកពណ៌ឆាតឆាយពេកទេសូមបែបស្រាលក្រែមបែបស្រាលទឹកអប់បែបក្រអូបស្រាលក្លិនក្លៀកត្រូវតែការពារកុំឲ្យមានធំក្លិនអាក្រក់ដាក់គេក្លិនមាត់ក៏ត្រូវតែមិនមានក្លិនរំខានដែរការសម្ភាសត្រូវនិយាយចរចាគ្នាច្រើនបើសិនជាក្លិនមាត់យើងមិនល្អវាជាចំណុចដែលរំខានមួយអញ្ចឹងអាចជាមុនចូលសម្ភាសយើងអាចញ៉ាំជាស្ករកស៊ូឬក៏ស្ករគ្រាប់បំបត្តិក្លិនមាត់ពេលដែលត្រូវចូលសម្ភាសស្ករកស៊ូនេះចេញវិញទី3មុនទៅសម្ភាសត្រូវ search មើលក្រុមហ៊ុនគេឲ្យបានច្បាស់សិនថាគេលក់អីខ្លះតាក់ទងជាមួយនឹងអ្វីខ្លះដៃគូប្រកួតប្រជែងរបស់គេជាក្រុមហ៊ុនណាខ្លះចំណេះដឹងពីផលិតផលក្រុមហ៊ុនដែលយើងត្រូវទៅសម្ភាសនឹងចំណុចខ្លាំងចំណុចខ្សោយរបស់ក្រុមហ៊ុនដឹងគេច្រើនគឺឈ្នះចិត្តគេហើយក៏យើងមាន confidence នៅក្នុងការឆ្លើយនៅក្នុងការជួបមុខគេដែរបើយើងមិនដឹងពីគេសោះទៅដល់ដលងមូលហ្មងប្រកាសជាចាញ់ច្រាប់គេអត់មាន confidence នៅក្នុងខ្លួនទេចំណុចទី4ដែលខ្ញុំនិយាយពីការចាញ់ច្រាប់អ្នកសម្ភាសចំណុចនោះវាតាក់ទងជាមួយនឹងខាងលើនឹងឯងដឹងពីគេឲ្យបានច្រើនយើងនឹងមានជំនឿចិត្តចង់អ្នកសម្ភាស4 5 6នាក់ក៏អត់ចាញ់ជ្រាបដែរទី5 eye contact និងស្នាមញញឹមភ្នែកត្រូវមើលអ្នកសម្ភាសឲ្យចំអ្នកណាសួរយើងភ្នែកត្រូវបាញ់ទៅអ្នកនឹងមើលដល់ការភ្នែកសតុនមិនមែនសម្លាក់ណាតិចច្រឡំសម្លាក់អ្នកសម្ភាសហើយហាមកលិបកលាប់ស្នាមញញឹមត្រូវមានជាភាពតាក់ទាញហើយក៏ជាការស្វាគមន៍រាល់សំណួររបស់អ្នកសួរដែរទី6ព្យាយាមឆ្លើយសំណួរឲ្យបានល្អពន្យល់ពីអ្វីដែលយើងចេះពីអ្វីដែលយើងធ្លាប់ធ្វើពីមុនមកឲ្យបានក្បោះក្បាយហើយព្យាយាមយកអ្វីដែលយើងចេះហ្នឹងនឹងនិយាយប្រាប់គេថាយើងនឹងយកទៅបម្រើនៅក្នុងក្រុមហ៊ុនរបស់គេនៅថ្ងៃអនាគតបើសិនជាយើងមានឱកាសបម្រើការនៅកន្លែងរបស់គេហ្នឹងកុំគេសួរមួយម៉ាត់ឆ្លើយមួយម៉ាត់វាពិបាកមែនតើពិបាកឲ្យគេស្ទាបស្ទង់យើងថាចំណេះដឹងរបស់យើងសមត្ថភាពរបស់យើងនឹងអាចធ្វើការឲ្យគេបានឬក៏អត់បើគេអត់ដឹងច្បាស់ពីយើងគេស្ទាបស្ទង់យើងអត់បានគឺគេឲ្យយើងធ្លាក់តែម្ដងបើទោះគេអត់បានទេណាចំណុចនេះព្រោះការស្គាល់គ្នាដំបូងគឺគេមើលមុខមាត់ការស្លៀកពាក់និងការនិយាយស្ដីនឹងឯងបើសិនជាការនិយាយស្ដីរបស់យើងវាមិនតំណងឬក៏មិនសូវជាក្បោះក្បាយការនិយាយស្ដីរបស់យើងចេញមកយើងមិនអាចធ្វើការឲ្យក្រុមហ៊ុនគេបានទេមិនត្រូវនៅអ្វីដែលគេត្រូវការមិនត្រូវនៅអ្វីដែលក្រុមហ៊ុនរបស់គេចង់បានទេគឺគេឲ្យយើងធ្លាក់អីអញ្ចឹងកុំបន្ទោសគេកន្លែងហ្នឹងត្រូវរកចំណុចខ្សោយរបស់ខ្លួនឯងហើយអភិវឌ្ឍខ្លួនឲ្យកាន់តែល្អជាងមុនទី7អរិយាប័ត្រនៅក្នុងការអង្គុយសម្ភាសត្រូវមានរបៀបរៀបរយហាមអង្គុយគោះជើងញ័រដៃញ័រជើងទៅទីទៅធឹកមើលទៅវាអត់សមទេហើយមួយទៀតអង្គុយផ្អែកខ្នងទៅខាងក្រោយហើយដាក់ដៃនៅលើកៅអីឬក៏អង្គុយបែបសម្ហូតចុះទៅខាងក្រោមមើលទៅដូចយើងខ្ជិលណាបងអូនហើយគ្រាន់តែការមកសម្ភាសយើងខ្ជិលបាត់ទៅហើយនឹងចុះតម្រាំតែធ្វើការឲ្យគេខ្លាចជាបុគ្គលិកទៀតយើងមិនកាន់តែមិនខ្លាចចិត្តគេទេអីដំបូងហ្នឹងគឺជាការខ្លាចចិត្តប៉ុន្តែបើយើងចាញ់ទៅអញ្ចឹងហើយគេប្រកាសជាអត់ឲ្យយើងជាប់ 100% ទី8សម្ដីក៏ដូចគ្នាត្រូវមានឃ្លោងឃ្លាបាទបងចាស់បងកុំឲ្យទៅកបត់វាក៏អត់ល្អដែរចំណុចនេះមិនមែនប្រើតែពេលសម្ភាសទេការប្រស្រ័យតាក់ទងគ្នាប្រចាំថ្ងៃការធ្វើការជាមួយគ្នាប្រចាំថ្ងៃក៏ត្រូវតែមានទាំងអស់នេះដែរជាសុជីវធម៌ខ្ញុំចាំពាក្យលោកគ្រូរបស់ខ្ញុំតាំងពីថ្នាក់ទី7មកគាត់បានប្រាប់ខ្ញុំថានៅពេលដែលកូនឆ្លើយជាមួយនឹងអ្នកណាក៏ដោយឧទាហរណ៍ថាកូនឆ្លើយជាមួយអ្នកគ្រូអញ្ចឹងកូនត្រូវមានពាក្យថាចាស់ហើយបញ្ចប់ទៅដោយពាក្យអ្នកគ្រូបើកូនឆ្លើយជាមួយលោកគ្រូចាស់លោកគ្រូបាទលោកគ្រូចាស់អ៊ំចាស់ពូចាស់មីងត្រូវមានឃ្លាបញ្ចប់នៅខាងក្រោយដើម្បីកុំឲ្យស្ដាប់ទៅកបត់ហើយឆ្លើយទី9ពាក្យសម្ដីពេលខ្លះក៏មិនចាំបាច់តានតឹងពេកដែរត្រូវលេងសើចជាមួយអ្នកសម្ភាសក៏លេងសើចជាមួយអ្នកសម្ភាសខ្លះវាជាការកាត់បន្ថយភាពតានតឹងតែមិនមែនប្រើពាក្យសម្ដីឆ្លើយទេសរុបមកវិញចំណុចខាងលើនេះមិនមែនត្រូវធ្វើតែពេលសម្ភាសទេតែត្រូវប្រើប្រាស់ជាប្រចាំថ្ងៃសុជីវធម៌ការរស់នៅត្រូវតែមានសុជីវធម៌នៅក្នុងការប្រស័យតាក់ទងគ្នាក្នុងការធ្វើការត្រូវតែល្អចំណុចខាងលើកម្រនឹងមានអ្នកដែលគាត់លើកយកមកនិយាយប្រាប់បងប្អូនអរគ្នាប៉ុន្តែថ្ងៃនេះខ្ញុំធ្វើជាវីដេអូជូនការងារសម័យណាក៏ដោយក៏គេត្រូវការបុគ្គលិកធ្វើការច្រើនដែរតែខ្លាចតែយើងទេដែលទៅសម្ភាសហើយរៀបចំខ្លួនអត់ល្អអរិយាប័ត្រមិនត្រូវហើយបន្ទាប់ពីសម្ភាសហើយឧទាហរណ៍ថាយើងសម្ភាសជាប់អ្វីបន្ទាប់មកទៀតគឺសមត្ថភាពពេលសម្ភាសរួចដល់ពេលបញ្ចេញសមត្ថភាពហើយព្រោះពេលសម្ភាសគេមើលសមត្ថភាពយើងអត់ឃើញទេគេឃើញតែការនិយាយស្ដីរបស់យើងការរៀបចំខ្លួនរបស់យើងអរិយាប័ត្ររបស់យើងតែពេលដែលសម្ភាសរួចត្រូវបញ្ចេញសមត្ថភាពឲ្យគេឃើញថាសមត្ថភាពរបស់យើងដូចអ្វីដែលយើងនិយាយអត់គេពេញចិត្តអត់បើមិនជាគេអត់ពេញចិត្តក៏ធ្លាក់ probation ដូចគ្នាបើមានចំណុចអីផ្សេងទៀតអាច comment នៅក្រោមវីដេអូនេះបានដោយការកែលម្អគ្នា